បាទមកឆ្លើយតបនឹងសំណួរបងអូនស្រីខ្ញុំសបិនថារើបានខ្សែកមាសបតងព្រះមិនវិញបងបាទហ្នឹងហើយសួស្ដីបងអូនការយកសពឃើញរើបានខ្សែកមាសឬបតងព្រះអាចជាសបិនល្អដែលមានអត្ថន័យជ្រាលជ្រៅនិងជាសញ្ញាវិជ្ជមានហើយបងបកស្រាយដូចទៅណារើបានខ្សែកណាមាសតំណាងឲ្យទ្រព្យសម្បត្តិភាពថ្លៃថ្នូរនិងសំណាងល្អណាការរើបានមាសបង្ហាញថាយើងអាចនឹងទទួលបានលៀបសក្ការៈឱកាសល្អដែលមិនបានរំពឹងទុកនៅក្នុងពេលឆាប់នេះណាវាអាចបង្ហាញពីការទទួលបានការគោរពការទទួលស្គាល់ឬភាពជោគជ័យនៅក្នុងកិច្ចការឬជីវិតផ្ទាល់ខ្លួនរបស់យើងនឹងឯងហើយបតងព្រះមកអត្ថន័យនៃបតងព្រះគឺតំណាងឲ្យការការពារនិងសេចក្តីសុខណារូបតំណាងឲ្យសេចក្តីស្ងប់ការការពារពីអំពើអាក្រក់និងការពារនៅអពមង្គលទាំងឡាយគឺមាននៅសិរីមង្គលវាជាសញ្ញាថាសម័យខ្លួនយើងកំពុងទទួលបាននៅការថែរក្សានិងសន្តោសប្រណីពីអ្វីមួយពីទេវតាឬគ្រូអាចារ្យយើងណាហើយវាជាការដឹកនាំផ្លូវចិត្តវាអាចបង្ហាញថាយើងកំពុងស្វែងរកនៅទទួលនៅទិសដៅណាមួយឬការយល់ដឹងសំខាន់សម្រាប់ជីវិតរបស់យើងជាពិសេសតាក់ទងនឹងផ្លូវចិត្តនិងសិលធម៌ក្នុងការរស់នៅបើសរុបសេចក្តីមកសបិនហ្នឹងវាអាចត្រូវបានបកស្រាយថាជាការផ្សងសំណាងហើយដំណើរគ្នារវាងលៀបសក្ការៈនិងសេចក្តីសុខផ្លូវចិត្តហើយនឹងមានការគ្រប់គ្រងការពារនឹងវាជាសញ្ញាល្អដែលណែនាំថាយើងសម័យខ្លួននឹងអាចមាននៅជោគជ័យទាំងផ្នែកសុភារៈនិងផ្លូវចិត្តនៅពេលខាងមុខហ្នឹងបាទមានតែប៉ុណ្្នឹងអរគុណច្រើន